បរិមម្នាក់ប្រើហិង្សាលើបងស្រីពេលសមត្ថកិច្ចបង្ក្រាបចាប់បានជាប់ដីកាពីករណីសមត្ថកិច្ចចុះព័ទ្ធចាប់បរិមម្នាក់ប្រើហិង្សាទៅលើបងស្រីក៏ប៉ុន្តែជនសង្ស័យមិនព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ចទេបានរត់ឡើងបើករថយន្តគេចខ្លួនក៏ត្រូវសមត្ថកិច្ចដេញតាមស្ទាក់ចាប់បង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋករណីនេះបានកើតឡើងកាលពីវេលាម៉ោង 10:30 នាទីព្រឹកថ្ងៃទី 2 ខែឧសភាឆ្នាំ 2025 ស្ថិតនៅចំណុចភូមិក្រូចឃុំជ្រងពពែលស្រុករំដួលបើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យឈ្មោះសាយសម្បត្តិហៅដឹមភេទប្រុសអាយុ 24 ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅស្ថិតនៅភូមិក្រូចឃុំជ្រងពពែលស្រុករំដួលប្រពន្ធដដែលក៏បានបន្តថាដោយមានពាក្យបណ្ដឹងរបស់ឈ្មោះសាយមុំភេទស្រីអាយុ 28 ឆ្នាំត្រូវជាបងស្រីបង្កើតជនសង្ស័យរស់នៅភូមិក្រូចឃុំជ្រងពពែលស្រុករំដួលបានប្តឹងមកសមត្ថកិច្ចថាជនសង្ស័យឈ្មោះសាយសម្បត្តិបានប្រើហិង្សាវាយធ្វើបាបបងស្រីសមត្ថកិច្ចយើងក៏បានចុះទៅធ្វើអន្តរាគមន៍ដោយជនសង្ស័យមានដីកាចាប់ខ្លួនចំនួន 2 ករណីគឺទី 1 ករណីប្រមត្តនទី 2 ករណីគ្រឿងញៀនដែលសមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនប្រពន្ធបានបញ្ជាក់ថាជនសង្ស័យបានគេចខ្លួនមិនដឹងថាទៅស្នាក់នៅឯណាទេទើបតែចូលស្រុកបានធ្វើសកម្មភាពប្រើហិង្សាទៅលើបងស្រីប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ទើបសមត្ថកិច្ចដឹកនាំកម្លាំងព័ទ្ធចាប់តាមដីកា 2 ករណីតែពេលនេះថែមមួយករណីទៀតគឺបទហិង្សាដោយចេតនានៅពេលសមត្ថកិច្ចចុះទៅដល់ជនសង្ស័យមិនព្រមប្រគល់ខ្លួនតាមសម្រួលទេបានរត់ចូលរថយន្តម៉ាកកាមេរីហៃព្រីតពណ៌សពាក់ស្លាកលេខភ្នំពេញ 2BG 6821បើកគេចខ្លួនសមត្ថកិច្ចក៏បានដាក់កម្លាំងស្ទាក់ចាប់តាមផ្លូវជនសង្ស័យបានបើករថយន្តបុកបារះសមត្ថកិច្ចចំនួន 5 កន្លែងរហូតដល់ឃុំធ្មាស្រុករំដួលព្រំប្រទល់ស្រុកស្វាយជ្រុំទើបសមត្ថកិច្ចយើងបង្ក្រាបនិងចាប់ខ្លួនបានហើយនៅព្រឹកថ្ងៃទី 3 ឧសភាឆ្នាំ 2025 នេះលោកអធិការនគរបាលស្រុករំដួលបានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធីសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនដែលថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ